តោះតែយើងគួរសម្រាប់ចាត់ទិញប្រភេទឆ្មាមែនខូនអត់ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់ថាហេតុអ្វីបានយើងគួរទិញប្រភេទឆ្មាមែនខូននេះគឺជាប្រភេទកូនឆ្មាមែនខូនដែលវាមានអាយុទៅតែ3ខែឬក៏4ខែប៉ុន្តែវាមានរូបរាងប៉ុណ្ណេះហើយប៉ុន្តែបងអាចកលេចមើលតែនេះបានវាគឺជាប្រភេទឆ្មាមែនខូននៅពេលដែលវាធំឡើងគឺមានរូបរាងធំខ្លាំងមែនតើបងអាចមើលបានទៅលើកញ្ញាំដៃជើងរបស់វាគឺមានរូបរាងធំបើយើងអាចប្រៀបបានគឺជាមួយអាចប្រៀបជាមួយនឹងសត្វឆ្កែបានគឺមានរូបរាងទំហំអាចប៉ុណ្ណឹងសត្វឆ្កែហើយមួយវិញទៀតយើងកលេចទៅមុខរោមរបស់វាគឺមានរោមក្រាស់ហើយមានភាពទន់ល្មើយខ្លាំងមែនតើបងហើយមួយវិញទៀតយើងអាចកត់សម្គាល់បានទៅលើស្លឹកត្រចៀករបស់វាគឺមានបាសទៅលើហើយមានរោមចេញមកខាងក្រៅបន្តិចដែរបងមួយវិញទៀតយើងអាចមើលទៅលើក្រអូមមាត់របស់វាយើងអាចកត់សម្គាល់បានទៅលើក្រអូមមាត់របស់ឆ្មាគឺវាមានរូបរាងធំហើយយើងមើលទៅលើទំហំរបស់វាគឺមានរូបរាងធំជាងប្រភេទឆ្មាដទៃអញ្ចឹងបើសិនជាបងដឹងពីចំណុចទាំងអស់នេះហើយតើបងមានចំណាប់អារម្មណ៍ទៅលើប្រភេទឆ្មាមែនខូនអត់អញ្ចឹងបើសិនជាបងចាប់អារម្មណ៍បងអាចខមមិននៅខាងក្រោមវីដេអូនេះ